សួស្តីបងប្អូនទាំងគ្នាឥឡូវយើងមកសិក្សាពីប្រមាណវិធីគុណចែកលើស្វ័យគុណនៃគោល10ព្រោះអីបងប្អូនខ្លះអត់ទាន់ដឹងថាត្រូវគុណយ៉ាងម៉េចអញ្ចឹងគឺមានកន្សោម A គឺមាន 4.5 គុណនឹង10ស្វ័យគុណ13គុណនឹង3គុណនឹង10ស្វ័យគុណ12អញ្ចឹងយើងយក 4.5 គុណនឹង3គុណនឹង10ស្វ័យគុណ13គុណនឹង10ស្វ័យគុណ12សំទុះគឺស្វ័យគុណ2បន្ទាប់មកទៀតយើងយក3គុណនឹង 4.5 មកយើងគុណមក3 5ដង15សេលេខ5 3 4ដង12 12 1 13យើងកាត់ក្បៀសមួយខ្ទង់គុណនឹង10គោល10ដូចគ្នាយើងដាក់គោលតែមួយយើងយកនីតុសន្តបូកដកនីតុសន្តអញ្ចឹងយើងបាន 13.5 គុណនឹង10ស្វ័យគុណដក1ព្រោះដក3បូក2យើងប្រើប្រមាណវិធីដកចេះជាមួយ B មួយទៀតគឺ65គុណ10ស្វ័យគុណ5ចែកនឹង 3.25 គុណ10ស្វ័យគុណដក1បន្ទាប់មកយើងធ្វើប្រមាណវិធីចែកមកយើងយក65គុណ10ស្វ័យគុណ5ចែកនឹង 3.25 គុណនឹង10ស្វ័យគុណដក1អញ្ចឹងយើងចែកលេខទាំងអស់គ្នាមកអញ្ចឹងយើងចែកលេខយើងយកប៊ិចមកទៅសេសិនយើងបាន65យើងទៅសេមក65គូរបស់ចែកមកចែកនឹង3.25ចុច25បន្ទាប់មកយើងដើម្បីចែកលេខបានយើងចែក65ចែកនឹង 3.25 អញ្ចឹងយើងមើលខាងក្រោយក្បៀស 3.25 មានក្បៀស2ខ្ទង់ខាងក្រោយក្បៀស2ខ្ទង់អញ្ចឹងយើងត្រូវថែម0ឲ្យបានគ្រប់2ខ្ទង់បន្ទាប់មកយើងចែកលេខធម្មតាអញ្ចឹងយើងបាន2 5ដង10យើងសេលេខ0មកត្រា1 2ដង4នឹង1 5 2គុណ3បាន6តោះមកយើងដកមកបន្ទាប់មកយើងដកមកយើងយក5ដក5បាន0 6ដក6គឺ0 0ដក0គឺ0សល់0មួយយើងទម្លាក់អញ្ចឹងយើងថែម0នៅបាន20ចេះយើងបាន20អញ្ចឹងវាស្មើនឹង20គុណនឹង10ស្វ័យគុណ6 6នឹងបានមកពីណាយើងយកស្វ័យគុណ5បោះដក1ឡើងលើទៅបានបូក1អញ្ចឹង5បូក1បាន6បន្ទាប់មកយើងធ្វើប្រមាណវិធីគុណមួយទៀតមកគឺសេណាគឺសេគឺ 0.0047 គុណ10សេគុណ7គុណនឹង 4.2 គុណ10សេគុណដក3អញ្ចឹងកន្លែង 0.047 យើងអាចលើកទៅជាស្វ័យគុណខាងក្រោយក្បៀសវាមាន5ខ្ទង់យើងអាចសរសេរបានថា47គុណនឹង10ស្វ័យគុណដក5ពោះជាចំនួនទស្សភាគលើកទៅបានអវិជ្ជមានគុណនឹង10ស្វ័យគុណ7គុណនឹង42ចឹង 4.2 នេះក៏អាចលើកទៅជាស្វ័យគុណដែរយើងបាន10ស្វ័យគុណដក1ផងក្រោយក្បៀសមានខ្ទង់លើកទៅបានដក1លើកទៅបានអវិជ្ជមានគុណនឹង10ស្វ័យគុណដក3អញ្ចឹងយក47គុណនឹង42មកយើងបាន1974 1974ចឹងយក47គុណនឹង42ទៅយើងឃើញ1974គុណ10ស្វ័យគុណដក5បូក7ដក1ដក3ចឹងយើងទូទាត់ស្វ័យគុណមកចឹងយើងបាន1974គុណនឹង10ស្វ័យគុណដក2ដក5បូក2យើងយក7ដក5មកនៅសល់2 2ដក1នៅសល់1 1ដក3នៅសល់ដក2សញ្ញាយកតាមលេខធំយើងនៅសល់សំណល់ប៉ុណ្ណឹងអញ្ចឹងអរគុណច្រើនសម្រាប់ក្នុងការមើលវីដេអូនេះបើចូលចិត្តវីដេអូនេះសូមជួយ Subscribe ឲ្យម្នាក់មួយផង
នឹងបានវីដេអូថ្មីបន្តទៀតខ្ញុំនឹងចែកម្លែកបន្តទៀតអំពីការសិក្សា